មានបញ្ហាអីប្រាប់មកចាំជួយកើត5 6 10ពៅមាសល្អូថាពៅមាសបាក់ទឹកចា5 6 10ពៅមាសថាអត់មានអ្នកស្គាល់បេះដូងអត់មានអ្នក take care អត់មានអ្នកយល់អារម្មណ៍ពៅមាសទាំងដែលពៅមាសរាល់ថ្ងៃហ្នឹងទៅរៀនលុយស្រាប់ម៉ូតូមានជិះលុយមានចាយបាយមានស៊ីពៅមាសចង់បានអីពៅមាសប្រាប់ម៉ែប្រាប់ឪប្រាប់បងប្រាប់ប្អូនបីត្បិតតែលទ្ធភាពវាមិនមានដល់ដែលពៅមាសចង់បានម៉ែឪមានលទ្ធភាពត្រឹមកង់ពៅមាសចង់បានម៉ូតូម៉ែឪមានលទ្ធភាពត្រឹមម៉ូតូពៅមាសចង់បានឡានតែពៅមាសមានបានកលេសទៅមើលម៉ែឪអត់ថាម៉ែឪរាល់ថ្ងៃធ្វើអីម៉ែឪណាក៏ដូចម៉ែឪណាដែរទោះអ្នកមានអ្នកក្រគាត់តែចង់ឃើញកូនគាត់ទាំងអស់គ្នាហ្នឹងបានសុខសប្បាយគ្រប់គ្នាជាពិសេសឃើញកូនរីករាយកូននៅរៀនចង់ឃើញកូនរៀនប៉ាកែពេលកូនមានគ្រួសារចង់ឃើញកូនមានសុភមង្គលយល់ថាវាជាច្បាប់ធម្មជាតិដែលឪពុកម្ដាយបង្កើតកូនមកហើយត្រូវមើលថែកូនឲ្យបានល្អប៉ុន្តែពាក្យថាល្អនេះវាទៅតាមកម្រិតលទ្ធភាពរបស់ពួកគាត់រៀងៗខ្លួនឧទាហរណ៍ថាគាត់មាន100000អញ្ចឹងគាត់ឲ្យកូនគាត់20000តែដល់ពេលអ្នកដែលគេមានលុយ1លានគេឲ្យកូនគេ100,000យើងចង់ទៅប្រៀបធៀបជាមួយគេថាម៉ែឪយើងស្រឡាញ់កូនអត់ដូចគេម៉ែឪគេឲ្យកូនគេរាប់សែនហើយមិនម៉ាក់ឲ្យញ៉ាំតែប៉ុណ្្នឹងអញ្ចឹងម៉ែឲ្យញ៉ាំតែប៉ុណ្្នឹងអញ្ចឹងឪឲ្យញ៉ាំតែប៉ុណ្្នឹងអញ្ចឹងគេមាន10គេឲ្យកូនគេ2ចំណែកម៉ែខ្លួនឯងមានតែ2ឲ្យកូន1ឯងមិនទៀតយើងគិតជាភាគរយមើលបើសិនជាពៅមាសខ្លះគាត់ពៅមាសខ្លះដែលប៉ាម៉ាក់គាត់មើលថែឲ្យបានល្អខ្ញុំអត់បាននិយាយដល់ទេតែនេះខ្ញុំនិយាយតែសម្រាប់ពៅមាសខ្លះគាត់អត់បានធ្វើអីទេបាយមានស៊ីផ្ទះមាននៅឲ្យទៅរៀនអត់ចង់ទៅរៀនទេពេលស្ដីពេលថាឲ្យសុទ្ធតែគេមិនយល់ចិត្តគេមិនយល់អារម្មណ៍ឲ្យយល់អារម្មណ៍មិនទៀតអនាគតខ្លួនយើងអត់ស្រឡាញ់ហងឲ្យអ្នកណាគេមកស្រឡាញ់ជំនួសយើងសូម្បីម៉ែឪបងប្អូនគិតថាគេអាចរស់នៅជាមួយយើងបានរហូតមែនដល់យើងមិនគិតគូរខ្លួនឯងអ្នកណាគេមកគិតគូរជំនួសយើង